សួស្តីបងប្អូនទាំងអស់គ្នាបាទសុខសប្បាយទាំងអស់គ្នាទេបងប្អូននៅថ្ងៃនេះខ្ញុំលើកយកបុគ្គលម្នាក់ទៀតដែលជាបុគ្គលឆ្នើមហើយគាត់មានចំណុចពិសេសរបស់គាត់ដើម្បីយកមកចែករំលែកជូនបងប្អូនស្ដាប់ទាំងអស់គ្នាថាតើគាត់មានចំណុចពិសេសអ្វីខ្លះសម្រាប់ជូនដល់បងប្អូនហើយតើបុគ្គលនោះជានរណាបងប្អូនមួយចំនួនតែងតែគិតដល់ខ្លួនឯងថាហេតុអីបានជាខ្លួនឯងការនិយាយស្ដីជាមួយអ្នកដទៃដូចជាគេមិនសូវយកទុកដាក់គេមិនសូវឲ្យតម្លៃម្យ៉ាងទៀតធ្វើកិច្ចការអ្វីដូចជាមិនទាន់បានមិនជោគជ័យមិនសម្រេចតាមបំណងប្រកាសជាយើងនឹងមានកង្វះខាតអ្វីមួយនៅក្នុងខ្លួនរបស់យើងដែលយើងមិនដឹងហើយចំណុចទាំងនោះអ្នកនៅពន្ធនឹងយកមកសម្រាយរៀបរាប់ប្រាប់បន្ថែមទៅលើអ្វីដែលជាចំណុចខ្វះខាតរបស់យើងដើម្បីយើងយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពអូខេជាបន្តទៅនេះយើងនឹងមកជួបលោក Dale Carnegie ដែលគាត់ជានិពន្ធសៀវភៅ How to Win Friends and Influence Other People ច្បាប់18ប្រការយកឈ្នះចិត្តមនុស្សរបស់ Dale Carnegie Dale Carnegie គឺជាកំពូលអ្នកលក់អ្នកនិយាយនិងអ្នកអប់រំលំដាប់ពិភពលោកគាត់បានប្រមូលស្នាដៃធ្វើការក្នុងមួយជីវិតរបស់គាត់ហើយសរសេរជាសៀវភៅលក់ដាច់លំដាប់ពិភពលោកដូចជា How to Win Friends and Influence Other People ប្រែជាភាសាខ្មែរមានចំណងជើងថាវិធីឈ្នះមិត្តនិងអូសទាញមនុស្សហើយសៀវភៅក្បាលទៀតមានចំណងជើងជាភាសាអង់គ្លេសថា How to Stop Worrying and Start Living ជាភាសាខ្មែរវិធីយកឈ្នះសេចក្តីទុក្ខសាងសេចក្តីសុខដែលជាវិធីដ៏កំពូលអាចយកទៅប្រើក្នុងធុរកិច្ចនិងវិធីនៃការសាងតម្លៃឲ្យជីវិតដែលសរុបងាយៗដូចតទៅនេះច្បាប់ប្រការទី1ចូលផ្ដល់ការយកចិត្តទុកដាក់ទៅលើអ្នកដែលយើងតាក់ទងជាមួយហើយដោះស្រាយរឿងដែលតាក់ទងនឹងគេដោយការបង្ហាញចេញទាំងកាយរឹកពីវាចាចិត្តមិនគួរនិយាយតែរឿងរបស់ខ្លួនឯងនោះទេប្រការទី2ចូលញញឹមការញញឹមជួយឲ្យកើតមានមិត្តភាពឡើងភ្លាមចំពោះមនុស្សដែលយើងបានឃើញគ្រប់គ្នាប្រការទី3ចាំឈ្មោះអ្នកនោះឲ្យបានហើយហៅឲ្យត្រូវគ្រប់ពេលដែលហៅច្បាប់ប្រការទី4ផ្ដល់ការចាប់អារម្មណ៍លើរឿងដែលគេនិយាយធ្វើខ្លួនជាអ្នកស្ដាប់ដ៏ល្អឲ្យគេនិយាយរឿងតាក់ទងនឹងខ្លួនគេតាមការពេញចិត្តរបស់គេដូច្នេះគេនឹងស្រឡាញ់យើងមិនមានពេលភ្លេចច្បាប់ប្រការទី5ចូលនិយាយនៅរឿងដែលគេកំពុងតែឆ្លុះបង្វែងនិងរឿងដែលគេយល់ដឹងជំនាញឬរឿងដែលគេកំពុងចូលចិត្តកំពុងពេញចិត្តឬរឿងដែលគេកំពុងរំភើបមកថ្មីច្បាប់ប្រការទី6ចូលធ្វើឲ្យគេមានអារម្មណ៍ថាជាមនុស្សសំខាន់ឬចង្អុលឲ្យឃើញពីចំណុចសំខាន់ក្នុងខ្លួនគេគប្បីធ្វើបែបនេះដើម្បីភាពស្មោះត្រង់និងចិត្តស្និទ្ធគ្រប់គ្នានឹងចូលចិត្តអ្នកព្រោះថាធម្មជាតិរបស់មនុស្សតែងតែចូលចិត្តឲ្យគេសរសើរលើកតម្កើងមិនថាចំពោះមុខឬក្រោយខ្នងច្បាប់ប្រការទី7ចូលជៀសវាងការប្រកែកទាស់តែងគ្នាព្រោះថាទោះបីជាអ្នកប្រកែកឈ្នះក៏ធ្វើឲ្យប៉ះពាល់ដល់មិត្តភាពដែរច្បាប់ប្រការទី8ចូលបង្ហាញការគោរពលើការយល់ឃើញរបស់គេចូលកុំប្រាប់គេថាខុសឲ្យសោះច្បាប់ប្រការទី9បើយើងខុសចូលទទួលកំហុសភ្លាមច្បាប់ប្រការទី10ចូលចាប់ផ្ដើមដោយភាពជាមិត្តនិយាយសម្ដីណាដែលពីរោះទន់ភ្លន់កុំយករឿងចំនួនមកនិយាយឲ្យទាស់ចិត្តគ្នាច្បាប់ប្រការទី11ចូលនិយាយឲ្យគេព្រមទទួលថាមែនដោយរហ័សនិងចិត្តស្មោះសរបើធ្វើត្រង់មិនបានក៏ធ្វើតាមផ្លូវវាងបន្តិចម្ដងឲ្យព្រមទទួលដែរច្បាប់ប្រការទី12ចូលបណ្ដោយឲ្យគេនិយាយបញ្ចេញឲ្យពេញទំហឹងចូលកុំព្យាយាមរករឿងទំនាស់ឬបង្អាក់គេច្បាប់ប្រការទី13ចូលធ្វើឲ្យគេមានអារម្មណ៍ថាគំនិតនោះគឺជារបស់គេហើយគេនឹងស្របតាមយើងដោយងាយសូម្បីតែនោះជាការគិតរបស់យើងច្បាប់ប្រការទី14ចូលព្យាយាមសម្លឹងមើលនិងចាប់គោលគំនិតរបស់គេឲ្យបានច្បាប់ប្រការទី15ចូលបង្ហាញពីភាពរំភើបចិត្តលើការគិតរបស់គេឬបង្ហាញការយល់ឃើញលើតម្រូវការរបស់គេច្បាប់ប្រការទី16ចូលនិយាយរឿងដែលគេពេញចិត្តឬចំណុចខ្លាំងរបស់គេដោយនិយាយលើភាពឆ្លាតវៃភាពជំនាញមេត្តាធម៌ឬទឹកចិត្តជាអ្នកកីឡារបស់គេកុំនិយាយពីចំណុចខ្សោយឬរឿងដែលគេមិនចង់និយាយដល់ច្បាប់ប្រការទី17ចូលសង្កត់ធ្ងន់ទៅលើការយល់ឃើញរបស់គេឲ្យជារឿងគួរឲ្យចង់ស្ដាប់ត្រូវចិត្តនិងពេញចិត្តច្បាប់ប្រការទី18ចូលនិយាយញុះឲ្យកើតការធ្វើតាមដោយចង្អុលឲ្យគេឃើញថាគេនឹងមិនអន់ជាងនរណាទេនៅអនាគត
ទាំងនេះគឺជាបទសរុបខ្លីៗដែលអាចប្រើការបានតែបើដឹងហើយមិនសាកល្បងយកទៅប្រើក៏មិនមានប្រយោជន៍វាក៏ដូចជាមិនដឹងដូចគ្នានោះឯងអូខេបងប្អូនទាំងអស់គ្នាការសង្ខេបច្បាប់18ប្រការយកឈ្នះចិត្តមនុស្សរបស់ Dale Carnegie បានមកដល់ទីបញ្ចប់ត្រឹមនេះបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក្នុងការស្ដាប់ហើយក៏សូមអរគុណបងប្អូនទាំងនេះដែលបានគាំទ្រកន្លងមកសូមបងប្អូនទាំងនេះជួយបន្តគាំទ្រដល់ Channel របស់ខ្ញុំហើយបងប្អូនថ្មីៗដែលមិនទាន់បានចុច Like និង Subscribe សូមជួយចុច Like និង Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក្នុងការស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ